បើសិនជាស្បែកលាប retinol កាទៅចឹងអាចលាបបាកូឆ័រឬក៏បបថៃជំនួសបានចង់និយាយថាបើសិនជាឲ្យទៅលាប retinol ពេលណាស្បែកយើងឡើងក្រហមឡើងរឬក៏ស្បែកយើងងាយប្រតិកម្មស្រាប់ប៉ុន្តែយើងចង់ប្រើគ្រឿងផ្សំណាដែលជួយឲ្យស្បែកយើងស្អាតដូចយើងលាប retinol ដែរចឹងអ្នកទាំងអស់គ្នាអាចសាកជាមួយនឹងបាកូឆ័រឬក៏បបថៃបានបាកូឆ័រហ្នឹងគឺវាស្តៀងនឹង retinol ខ្លាំងមែនទែនអាហ្នឹងវាចម្រាញ់ចេញពីរុក្ខជាតិបើស្បែកងាយប្រតិកម្មអ្នកមានផ្ទៃពោះអ្នកទម្ងន់អីក៏អាចប្រើបានដែរហើយមួយទៀតទៅបាកូឆ័រហ្នឹងវាអត់ត្រូវការលាបអីស្មុគស្មាញរបៀបប្រើវាគឺងាយស្រួលអត់ស្មុគស្មាញញ៉ៃដូច retinol ទេយើងអាចលាបមួយថ្ងៃ2ដងព្រឹកយកបានប៉ុន្តែគ្រាន់តែថាប្រសិទ្ធភាពវា slow ជាង retinol ចឹងណាបើសិនជានិយាយពីតឹងស្បែកប្រជាភាពចាស់អីហ្នឹងវាជាង retinol ហើយវាអត់ជួយជំរុញកោសិកាដូច retinol ទេអញ្ចឹងបាកូឆ័រជួយបានអីខ្លះហើយបាកូឆ័រជួយកាត់បន្ថយស្នាមជ្រួញជួយឲ្យមុខយើងក្មេងជាងវ័យជួយឲ្យស្បែកយើងរលោងភ្លឺថ្លាជួយកាត់បន្ថយស្នាមចំស្នាមអុចខ្មៅដោយសារកម្ដៅព្រះអាទិត្យអីហ្នឹងណាហើយនឹងជួយព្រមរុនរោមជួយប្រឆាំងមុនបើសិនជាបងប្អូនប្រើបាកូឆ័រអត់កើតបងប្អូនអាចសាកជាមួយនឹងបបថៃបានវីដេអូក្រោយខ្ញុំនឹងនិយាយពីភាពខុសគ្នារវាង retinol បាកូឆ័រនិងបបថៃអរគុណ